แต่ในจนระบบข้างเตียจะลัดสลกใส่สันเท้ามีนกรุบตุ่มรงบงปองคลาสลันจีประเภทโมดโบราณบงปองคลาสลันจีประเภทเตียจะลัดเพราะกระเบื้องสกาลิงบงปองคลาสติงสำหรับสนาเนอบงปองคลาสติงสำหรับดักจำกาบงปองคลาสติงสำหรับตุกลมหายบงปองคลาสติงสำหรับตุกจูลเกสนาเนอบงปองตามสลกตามพมกติงเนริตนีพนมเป้งกติงบงปองขมายรูนเนโบรเตกติงบงปองจีจุนโบรเตกติงมีนเตียงกระเรมีนเตียงจันមានទាំងអាមេរិកមានទាំងសិង្ហបុរីមានទាំងអាល្លឺម៉ង់មានទាំងអង់គ្លេសឥឡូវនេះខ្ញុំបានក៏បង្ហាញនៅប្រភេទផ្ទះមួយប្រភេទដែលមានទំហំ3ម៉ែត្រកន្លះគុណនឹង7ម៉ែត្រជាប្រភេទផ្ទះខ្ពស់អត់បន្ទប់ទឹកផ្ទះនេះគឺជាប្រភេទផ្ទះចល័តបងប្អូនប្រភេទផ្ទះចល័តតែបងប្រុសគាត់ក៏មកយកប្រក់ក្បឿងសកាលីងហើយទីតាំងដែលយើងដាក់ផ្ទះនេះគឺនៅខាងចំការដងបងប្អូនខាងចំការដងរាជធានីភ្នំពេញគាត់មានផ្ទះ3 4កន្លែងសិតជាប្រភេទផ្ទះថ្មហើយគាត់ចង់បានឈើលក្ខណៈផ្ទះលំហែនៅក្នុងរាជធានីភ្នំពេញក្បែរផ្ទះរបស់គាត់ពេលគាត់រៀបចំរួចរាល់ហើយគាត់ជីកអាងទឹកគាត់ដាំដំណាំគាត់ធ្វើសួនហើយផ្ទះ3 4គាត់ដាក់ជួយគេគាត់មកនៅផ្ទះនេះស្ដាប់ទៅធัวក៏មានសេចក្តីសុខដែរបងប្អូនអ្នកខ្លះមានលុយហើយសុខតកាយតែផ្លូវចិត្តអត់ទៅបានសុខបងប្អូនសាក់ធ្វើបែបនេះមើលមានសេចក្តីសុខអត់បងប្អូនចំណាយលុយតិចតួចសម្រាប់មកធ្វើផ្ទះលំហែតោះឥឡូវខ្ញុំបាទសូមមកពណ៌នាពីប្រភេទផ្ទះនេះវិញម្ដងផ្ទះហ្នឹងទំហំ3ម៉ែត្រកន្លះគុណនឹង7ម៉ែត្រជាប្រភេទផ្ទះខ្ពស់អត់បន្ទប់ទឹកតម្លៃវាទូទៅ7700អាហ្នឹងយើងប្រក់ក្បឿងជ័របងប្អូនយើងប្រក់ក្បឿងជ័រហើយបើយើងប្រក់ក្បឿងសកាលីងថែម2200យ៉ាងសរុបទៅ9900បងប្អូនចង់បានជាប្រភេទផ្ទះប្រក់ក្បឿងជ័រក៏បានប្រក់ក្បឿងសកាលីងក៏បានបើប្រភេទប្រក់ក្បឿងជ័រហ្នឹងដបោរៀងទៀបដែរទេបងប្អូនដបោរៀងទៀបដែរទេបើប្រក់ក្បឿងសកាលីងដបោរៀងខ្ពស់យើងឡើងពីកម្មចិន្តានឹងមកដល់វេរង្ដាដែលមានទំហំ2ម៉ែត្រគុណនឹង3ម៉ែត្រកន្លះគឺល្មមសមរម្យហើយបងប្អូនសម្រាប់ឲ្យយើងអង្គុយលេងដាក់តុហូបបាយហូបកាហ្វេពេលព្រឹកហើយបងប្អូនចង់ជួបជុំដាក់តុមួយ3 4 5 6នាក់អីមកល្មមសមរម្យហើយបងប្អូនហើយយើងចូលពីសាច់វេរង្ដាហ្នឹងទៅគឺយើងទៅដល់សាច់ផ្ទះហ្នឹងគឺទំហំ3ម៉ែត្រកន្លះគុណនឹង5ម៉ែត្រគឺយើងអាចដាក់ក្រែបាន2បងប្អូនយើងដាក់ក្រែបាន2បើសិនជាយើងអត់ដាក់ក្រែទេយើងដាក់ពូកក៏បាន2ដែរហើយយើងដាក់សម្ភារៈអីបានផ្សេងទៀតហើយផ្ទះនេះគឺបងប្រុសអត់យកបន្ទប់ទឹកទេគឺគាត់ដាក់ទ្វារក្រោយមួយសម្រាប់តបន្ទប់ទឹកហើយនឹងផ្ទះបាយទៅផ្នែកខាងក្រោយហើយផ្នែកខាងក្រោយហ្នឹងបងប្អូនចង់តប៉ុណ្ណាក៏តទៅបងប្អូនចង់តប៉ុណ្ណាក៏តទៅឲ្យសមជាមួយសាច់ផ្ទះ2ម៉ែត្រកន្លះអីវាល្មមហើយប្រភេទផ្ទះចល័តពីខាងផ្ទះចល័តស្រុកសីសន្ធរយើងខ្ញុំគឺប្រើប្រភេទឈើលេខ1ទាំងអស់បងប្អូនប្រើគ្រឿងអនុកអនងផ្ទួងផ្លានបកងដែរណៃប្រើសាឡៅក្តារក្រានជាងពីដើមប្រើសក្រមហើយក្តារក្រានជាងលោកញីឈ្មោះអត់មានចំហអត់មានប្រហោងអីទេយើងដាក់ម៉ាស៊ីនត្រជាក់បានណាបងប្អូនហើយមកបរិវេណខាងមុខនេះបងប្អូនអាចអង្គុយលេង